សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅពេលនេះគឺថ្ងៃសៅរ៍នៅឡើយទេពេលល្ងាចម៉ោងនៅសហរដ្ឋអាមេរិកបាទថ្ងៃទី27ខែធ្នូឆ្នាំ2025នៅក្នុងប្រទេសកម្ពុជាវិញគឺថ្ងៃអាទិត្យទៅហើយបាទទី28ធ្នូឆ្នាំ2025ណាបាទអញ្ចឹងនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន3មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1សហរដ្ឋអាមេរិកបានចេញប្រតិកម្មឲ្យស្វាគមន៍បទជួបបាញ់គ្នារវាងកម្ពុជាហើយនិងថៃហើយខាងភាគីវៀតណាមក៏ស្វាគមន៍ផងដែរដោយបទជួបបាញ់នេះហើយបញ្ញានឹងបន្តចូលរួមចំណែកទៅដល់ប្រតិបត្តិការរបស់អាស៊ានព័ត៌មានទី2នេះគឺរុស្ស៊ីបានវាយប្រហារទៅលើប្រទេសអ៊ុយក្រែនយ៉ាងខ្លាំងនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលដែលលោកសេលិនស្គីជួបគ្នាជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំនៅសហរដ្ឋអាមេរិកដែលលោកសេលិនស្គីយល់ថារុស្ស៊ីបានបង្ហាញថាខ្លួនគ្មានចេតនានៅក្នុងការបញ្ចប់សង្គ្រាមនោះទេហើយព័ត៌មានទី3នេះគឺជាអត្ថបទយោការមួយរបស់ខាងទស្សនាវដ្តីគេហៅថា national interest the national interest គាត់បានសរសេរតាក់ទងជាមួយនឹងថាហេតុអ្វីបានជាបាទចិនជួយទាំងសងខាងនៅក្នុងចំនួនរវាងកម្ពុជាហើយនិងថៃនេះបាទនេះជាមតិរបស់គាត់មួយខ្ញុំដកស្រង់មកជម្រាបជូនប្រិមិត្តដើម្បីឲ្យបានដឹងហើយទន្ទឹមនឹងហ្នឹងក៏មានមតិមួយដែរគឺអ្នកជំនាញរបស់កម្ពុជាយើងគឺលោកឆាំងយុក៏បានបញ្ចេញទស្សនៈផងដែរអំពីអ្វីដែលសហរដ្ឋអាមេរិកគួរតែធ្វើនៅក្នុងចំនួនរវាងកម្ពុជាហើយនិងថៃនេះបាទអញ្ចឹងនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងយកមកចែករំលែកដល់ប្រិយមិត្តទាំងអស់គ្នាដើម្បីជាចំណេះដឹងព័ត៌មានទី1នេះគឺបើយោងតាមសេចក្តីប្រកាសព័ត៌មានខ្លីរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍នេះគឺបានឲ្យដឹងថាសហរដ្ឋអាមេរិកស្វាគមន៍នៅការប្រកាសពីបទជួបបាញ់គ្នាដែលសម្រេចបានដោយភាគីកម្ពុជាហើយនិងថៃដែលសម្រេចបានបទជួបបាញ់គ្នាក្នុងការបញ្ឈប់នៅអំពើប្រទុសរាយនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរបន្ទាប់ពីមានការប្រជុំរបស់ GBC គឺគណៈកម្មាធិការព្រំដែនទូទៅនៃប្រទេសទាំងពីរហើយក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់បន្ថែមទៀតថាសហរដ្ឋអាមេរិកទទូចឲ្យកម្ពុជាហើយនិងថៃឲ្យគោរពជាភ្លាមនៅការបដិញ្ញាចិត្តរបស់ខ្លួនទៅនឹងហើយនឹងអនុវត្តឲ្យបានពេញលេញនៅលក្ខខណ្ឌទាំងឡាយដែលមាននៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរនេះគឺជាជំហររបស់សហរដ្ឋអាមេរិកហើយខ្ញុំឃើញមានការបកស្រាយតាក់ទងជាមួយនឹងបាទកិច្ចព្រមព្រៀងនេះបាទសូម្បីតែខ្ញុំស្ដាប់ឡើងវិញទៅក៏ខ្ញុំនិយាយដូចយើងពំតណោតមិនសូវច្បាស់អាចមានការច្រឡំផងដែរឥឡូវបញ្យល់ឲ្យបានច្បាស់ខ្ញុំឃើញក្រសួងខាងរដ្ឋាភិបាលកម្ពុជាបញ្យល់ហើយខ្ញុំបន្ថែមនឹងផងគឺកម្ពុជានិងថៃសម្រេចបាននៅកិច្ចព្រមព្រៀងឈប់បាញ់គ្នាក្រោយពីការប្រជុំរបស់ GBC ក៏ប៉ុន្តែក្នុងរយៈពេល72ម៉ោងដំបូងគេហៅថាជាដំណាក់កាលនៃការតាមដានមើលបាទគឺដែលថៃគាត់និយាយក្នុងលក្ខខណ្ឌរបស់គាត់ថាបើចង់ដឹងមើលតើកម្ពុជាមានចេតនាសុទ្ធចិត្តនៅក្នុងការអនុវត្តបទជួបបាញ់នេះឬទេបើសិនជាផុតរយៈពេល72ម៉ោងនេះគឺគាត់មានការដោះលែងយុទ្ធជនរបស់កម្ពុជានឹងជាដើមហើយនឹងកិច្ចព្រមព្រៀងនេះគឺនឹងបន្តរហូតដោយលែងមានការប្រយុទ្ធគ្នាអញ្ចឹងមានចំណុចខុសគ្នាអញ្ចឹងដែរណាបាទនិយាយត្រង់ខ្លួនខ្ញុំទៅស្ដាប់ឡើងវិញក៏ខ្ញុំនិយាយដូចយើងពំតណោតអញ្ចឹងដូច្នេះអាចឲ្យមានការច្រឡំផងដែរអញ្ចឹងគឺកិច្ចព្រមព្រៀងបទជួបបាញ់គ្នាសម្រេចបានហើយគ្រាន់តែ72ម៉ោងគឺជារយៈពេលដែលគេចាំតាមមើលបាទដែលដូចបងរីឆាតសួរមកថាអាច72ម៉ោងតែថៃដូចចិត្តដូចអីមិនហ្នឹងយើងអត់ដឹងដែរយើងចាំតែមើលទៅហើយដូចតែខ្ញុំធ្លាប់បានសរសេរភ្លាមខ្ញុំថាសង្ឃឹមថាថៃមិនដែរជន់មានទៅចុះបាទហើយទាហានថៃហ្នឹងគឺមិនមកផឹកស្វឹងអីជប់លៀងអីដោយមានបាញ់កាភ្លើងបាញ់អីហ្នឹងនាំសម្លេងផ្ទុះពីខាងគាត់ហ្នឹងចោលគេចោលឯងអញ្ចឹងបាទអញ្ចឹងបានន័យថារយៈពេល72ម៉ោងនេះគឺជារយៈពេលដែលមានលក្ខណៈផុយស្រួយដែលបាទកម្ពុជាមិនចង់មានអ្វីទេប៉ុន្តែអាចនឹងភាគីថៃគាត់បង្កហេតុអីយ៉ាងណាយ៉ាងនេះយើងមិនដឹងដែរអញ្ចឹងគឺឲ្យច្បាស់ម្ដងទៀតគឺកិច្ចព្រមព្រៀងសន្តិភាពនេះគឺទទួលបានហើយដោយមានការស្វាគមន៍បាទពីបណ្ដាប្រទេសនានាមានឥឡូវនេះគឺសហរដ្ឋអាមេរិកក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចេញការស្វាគមន៍នេះទាំងថ្ងៃសៅរ៍នេះតែម្ដងហើយបន្ថែមទៅនឹងគឺខាងវៀតណាមក៏យ៉ាងដែរខាងវៀតណាមគឺកម្របានលើសូរសំឡេងណាគឺវៀតណាមគាត់ក៏ស្វាគមន៍ដែរចំពោះការចុះហត្ថលេខាទៅលើសេចក្តីប្រកាសរួមរវាងកម្ពុជានិងថៃនៅពេលដែលមានការប្រជុំក្រុម GBC លើកទី3ជាកិច្ចប្រជុំពិសេសដោយខាងវៀតណាមបាននិយាយថាគឺវៀតណាមគ្រប់គ្រងកិច្ចព្រមព្រៀងជប់បាញ់គ្នានេះនិងវិធានការដំណាក់កាលនានាដើម្បីឈានទៅដល់
ការបន្ធូរបន្ថយនៅភាពតានតឹងនៅតាមបណ្ដោយព្រំដែនអ្នកនាំពាក្យក្រសួងការបរទេសរបស់វៀតណាមគឺលោកស្រីនេះបាទនេះជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាមគឺអ្នកស្រីឈ្មោះថា Pham Thu Hong បានថ្លែងថាវៀតណាមគឺជឿជាក់ថាភាគីទាំងពីរនឹងអនុវត្តឲ្យបានយ៉ាងមានប្រសិទ្ធភាពនៅកិច្ចព្រមព្រៀងនេះហើយនឹងបន្តការចរចាដើម្បីដោះស្រាយចំនួនដោយសន្តិវិធីឲ្យស្របតាមនឹងច្បាប់អន្តរជាតិធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគោលការណ៍របស់អាស៊ានហើយនឹងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការហើយអ្នកស្រីបានបន្ថែមទៀតថាខាងវៀតណាមវិញនឹងតាមដានស្ថានភាពនេះដោយយកចិត្តទុកដាក់យ៉ាងដិតដល់ហើយក៏នៅតែត្រៀមលក្ខណៈជាស្រេចនៅក្នុងការចូលរួមនៅក្នុងការពិភាក្សាជាមួយនឹងភាគីទាំងពីរហើយចូលរួមចំណែកនៅក្នុងការបន្តការធ្វើវិភាគទានទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានបាទនៅក្នុងនោះរួមមានការពង្រឹងនៃក្រមសង្កេតការណ៍របស់អាស៊ានផងដែរបាទនេះគឺជាអ្វីដែលខាងវៀតណាមបានចេញប្រតិកម្មណាអញ្ចឹងគឺសូមជូនប្រិមិត្តបានអញ្ចឹងគឺខាងចិនខ្ញុំបានជូនការព្រឹកមិញហើយបាទខាងអូស្ត្រាលីក៏បានចេញដែរណាហើយខាងជប៉ុននោះគឺលះជាងគេគឺបានចេញមកផងដែរនៅសេចក្តីថ្លែងការណ៍នេះនេះគឺជាព័ត៌មានទី1ដែលខ្ញុំរៀបចំជូនប្រិមិត្តទាំងអស់គ្នាហើយព័ត៌មានទី2វិញគឺតកតងជាមួយនឹងស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនបើយកតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាននានាហើយខ្ញុំដកសងមកនេះគឺកាសែត The New York Times បាទកាសែត The New York Times ក៏រាយការណ៍ថាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky បានថ្លែងថាមានការវាយប្រហារដោយ drone ហើយនិងមីស៊ីលរាប់រយបាទហើយការវាយប្រហារហ្នឹងគឺមានរយៈពេលជិត10ម៉ោងឯណោះពីខាងរុស្ស៊ីមកលើអ៊ុយក្រែនហើយលោក Zelensky ចាត់ទុកថានេះគឺជាការបង្ហាញថាទីក្រុងមូស្គូអត់មានអ្វីច្បាស់លាស់ពិតប្រាកដនៅក្នុងការចង់បានសន្តិភាពនោះទេគឺតាមសេចក្តីរាយការណ៍នេះឲ្យដឹងថារុស្ស៊ីបានវាយប្រហារខ្លាំងទៅលើរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែនដោយមានការបាញ់មីស៊ីលនិងការវាយប្រហារ drone នៅថ្ងៃសៅរ៍ដែលហើយការវាយប្រហារដែលមានរយៈពេលជាច្រើនម៉ោងនេះគឺកាត់ឡើងតែមួយថ្ងៃមុនពេលដែលប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនគឺលោក Volodymyr Zelensky មានកំណត់ជួបគ្នាជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅរដ្ឋ Florida ដើម្បីពិភាក្សាអំពីផែនការយ៉ាងណាដើម្បីបញ្ចប់សង្គ្រាមនេះការវាយប្រហាររបស់រុស្ស៊ីនឹងគឺបានសម្លាប់មនុស្សអស់ចំនួន2នាក់ណាយ៉ាងហោចណាស់2នាក់ហើយនឹងបាទគឺមានម្នាក់បានស្លាប់នៅជាក្រុងគៀវហើយនឹងម្នាក់ទៀតគឺនៅក្នុងរដ្ឋធានីនឹងតែម្ដងនេះបើយោងតាមមន្ត្រីនៅក្នុងមូលដ្ឋានដែលបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានបានដឹងហើយជាទូទៅគឺយ៉ាងហោចណាស់មានមនុស្ស32នាក់បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍នេះហើយបាទអញ្ចឹងលោក Zelensky គាត់មានការខឹងសម្មាដែរណាថាគឺខាងរុស្ស៊ីនៅតែប្រើ drone ប្រើអីវាប្រហារគាត់គឺក្នុងពេលដែលគាត់កំពុងតែត្រៀមជួបជាមួយនឹងប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីនិយាយពីផែនការហ្នឹងហើយលោក Zelensky ក៏បានជួបពិភាក្សាដោយជោគជ័យផងដែរជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាគឺលោក Macron នេះអំពីកិច្ចខិតខំប្រឹងប្រែងយ៉ាងណាសហប្រតិបត្តិការគ្នាក្នុងក្របខ័ណ្ឌអឺរ៉ុបបាទនេះគឺជាព័ត៌មានទី2រីឯព័ត៌មានទី3នេះគឺជាអត្ថបទវិភាគជាមតិរបស់អ្នកជំនាញមួយរូបអញ្ចឹងដូចខ្ញុំបានជម្រាបប្រិមិត្តរាល់ដងអញ្ចឹងគាត់តែជាមតិរបស់គាត់ណាតើពិតប៉ុណ្ណាមិនពិតប៉ុណ្ណានៅប្រិមិត្តតាមស្ដាប់ដើម្បីចង់ដឹងថាតើការសរសេរការយល់របស់អ្នកនៅអន្តរជាតិគេយល់យ៉ាងម៉េចអំពីរឿងកម្ពុជានិងថៃជាពិសេសទៅផ្ដោតទៅលើផ្នែកការចូលរបស់ចិនលោកដៃចូលរបស់ចិននៅក្នុងចំនួននេះក្នុងការរាប់អានទាំងភាគីទាំងពីរទាំងកម្ពុជានិងថៃផងដែរអញ្ចឹងនេះគឺជាមតិរបស់លោកអ្នកនិពន្ធមួយរូបហ្នឹងទេណាបាទអញ្ចឹងដូចខ្ញុំបាននិយាយអញ្ចឹងវាមិនមែនជាព្រះគម្ពីរអីដែលថាគាត់និយាយហ្នឹងគឺត្រូវមិនអត់ខ្ចោះនោះទេបាទអ្នកនិពន្ធនេះឈ្មោះថា Brandon Richard បាទគាត់នៅជាអ្នកនិពន្ធនយោបាយខាងជាន់ខ្ពស់ខាងផ្នែកសន្តិសុខជាតិបាទសន្តិសុខនិងជាតិនៅក្នុងទស្សនវិស័យ The National Interest អញ្ចឹងគាត់បានសរសេរសភៅច្រើនណាសភៅច្រើនទាក់ទងជាមួយនឹងរឿងសង្គ្រាមនោះចឹងខ្ញុំសូមដកសងទូទេមកជម្រាបជូនប្រិមិត្តទាំងអស់គ្នាចឹងចំណងជើងដែលគាត់ដាក់មកប្រិមិត្តអាចមើលឃើញបានហើយគឺគាត់ដាក់ថាបាទហេតុអ្វីណាបានជាចិនគឺគ្រប់គ្រងភាគីទាំងពីរនៅក្នុងចំនួនគាត់ប្រាប់ពីសង្គ្រាមណាសង្គ្រាមរវាងកម្ពុជាហើយនិងថៃហេតុអ្វីបានជាអញ្ចឹងឥឡូវគាត់ផ្ដល់អំណះអំណាងរបស់គាត់ថាហេតុអ្វីបានអញ្ចឹងហើយដែលមានផ្ដល់សកម្មកម្មមួយចំនួនអ្នកនិពន្ធបានរៀបរាប់ថាកិច្ចការប៉ះទង្គិចគ្នាជាថ្មីរវាងកម្ពុជាហើយនិងថៃហ្នឹងគឺនៅតែបន្តចូលមកដល់ពេល
សម្រាប់បនឆ្លងឆ្នាំនេះដោយកងកម្លាំងរបស់ថៃបានចូលឈានពានយ៉ាងខ្លាំងនៅក្នុងទឹកដីកម្ពុជានៃការច្បាំងគ្នានេះហើយបើតាមព័ត៌មានថ្មីដែលចេញមកអំពីតំបន់នេះថាកងកម្លាំងយោធារបស់ថៃក៏បានរឹបអូសបាននៅអាវុធដែលពួកគេពិពណ៌នាហៅថាជាអាវុធដែលមានចំនួនយ៉ាងច្រើនហើយជាអាវុធដែលផលិតនៅប្រទេសចិនម៉ាក game 102 LR anti tank missile បាទគឺ long range គឺរយៈចម្ងាយឆ្ងាយដែលយោធារបស់កម្ពុជាប្រើប្រាស់ហើយអត្ថបទនេះបានបន្តថាបើតាមការពិតទៅគឺចិនបានផ្ដល់អាវុធរបស់ខ្លួនទៅដល់ប្រទេសកម្ពុជានឹងអស់រយៈពេលរាប់ឆ្នាំមកហើយឲ្យជាឆ្នាំហើយគឺមិនត្រឹមតែប៉ុណ្ណោះទេគឺចិនក៏បានប្រើប្រាស់ប្រទេសកម្ពុជានឹងជាច្រកមួយសម្រាប់ការដែលសម្រាប់ឲ្យបាននៅគោលបំណងភូមិសាស្ត្រនយោបាយរបស់ខ្លួនផងដែរដោយគ្របដណ្ដប់ទៅលើលំហូរនៃធម្មពលដែលហូរចេញពីឈូងសមុទ្រថៃហើយនឹងគឺមានជំហរយ៉ាងតឹងរឹងបាទអំពីការដឹកជញ្ជូនតាមផ្លូវសមុទ្រដែលបានឆ្លងកាត់ទៅលើច្រក Malacca Strait of Malacca ដែលជាកន្លែងមួយដែលមានសារៈសំខាន់ច្រើនខាងនាវាចរហើយនឹងក៏ជាចំណុចដែលបាទក្តោបបិទខ្យល់ទៅដល់ពិភពលោកផងដែរខាងផ្នែកពាណិជ្ជកម្មអញ្ចឹងអត្ថបទនេះបានបន្តថាតើអាវុធដែលខាងថៃចាប់បានពីកម្ពុជានោះគឺប្រភេទ GAM 102 LR ATGM ហ្នឹងតើវាយ៉ាងម៉េចដែរតើវាសំខាន់ប៉ុណ្ណាដែរអាវុធនេះគឺជាអាវុធដែលផលិតនៅប្រទេសចិនដែលមេត GAM 102 LR ហើយមានប្រើប្រាស់នៅក្នុងចំណោមយោធារបស់កម្ពុជាដែលសារព័ត៌មាននេះបានចាត់ទុកថាជាការវិវត្តមួយដ៏សំខាន់ខ្លាំងណាស់ពីព្រោះអីនៅក្នុងចំណោមអាវុធដែលគេចាត់ទុកថាជាអាវុធប្រភេទទំនើបដែលទីក្រុងប៉េកាំងមានហើយទីក្រុងប៉េកាំងផលិតចេញនោះគឺកម្ពុជាក៏ទំនងជាមានដូចជាមួយនឹងប្រទេសចិនដែរនេះបានន័យថាមិនដើរថយក្រោយទេមិនដើរក្រោយគេនោះទេអាវុធនេះត្រូវបានដាក់ឲ្យប្រើប្រាស់ដំបូងនៅឆ្នាំ2016បាទគឺអាវុធប្រភេទ GAM 102 LR ដែលអ្នកផលិតចាត់ទុកថាជាមីស៊ីលដែលប្រឆាំងជាមួយនឹងរថក្រោះគឺបានន័យថាជាមីស៊ីលបាញ់រថក្រោះតែម្ដងដោយមានមនុស្សជាអ្នកលីបាញ់ក៏បានដែរដាក់ជើងទម្រក៏បានដែរហើយអាវុធនេះគឺក៏មានប្រព័ន្ធតាមចាប់គោលដៅហ្នឹងបានទំនើបផងដែរអាវុធនេះអាចបាញ់បាន GAM 120 LR នឹងគឺអាចបាញ់បានតាមធម្មតាពី30បាទគឺពី7ទៅដល់10គីឡូម៉ែត្របាទគេគិតចេញជាគីឡូម៉ែត្រឲ្យតែម្ដងហើយប្រព័ន្ធនេះគឺមានក្បាលគ្រាប់វាច្រើនប្រភេទដែលអាចយកមកប្រើបានរៀបរាប់ច្រើនបាននៅក្នុងអត្ថបទនេះបានរៀបរាប់ច្រើនអំពីប្រភេទអាវុធនេះតើអាចបានបាញ់បានរយៈចម្ងាយប្រមាណបាទលើខ្ញុំដាក់រូបឲ្យប្រិមិត្តមើលឃើញតិចមកបាទនេះគឺជាអាវុធហ្នឹងបាទអាវុធនេះគឺជាដែលខាងថៃក៏ថាគាត់រឹបអូសបានពីទាហានរបស់កម្ពុជាហើយបានដាក់បង្ហាញនៅរូបភាពថតនេះបាទហើយខ្ញុំមិនចូលលំអិតទេបាទមានលក្ខណៈលំអិតច្រើនដែលខ្ញុំគាត់និយាយដោយសង្ខេបគឺបាទអាវុធនេះគឺអាចបាញ់បានរយៈចម្ងាយពី6ទៅដល់10គីឡូម៉ែត្របាទអានច្រឡំពី6ទៅដល់10គីឡូម៉ែត្រហើយអាចបាញ់គោលដៅដែលហោះហើរក្នុងល្បឿនពីល្បឿន80គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងបើថាគោលដៅហ្នឹងគឺបើរថយន្តក៏ដោយរថក្រោះក៏ដោយដែលអាចបើកលឿនរហូតដល់80គីឡូម៉ែត្រក្នុង1ម៉ោងហ្នឹងក៏មីស៊ីលប្រភេទនេះអាចបាញ់បានដែរហើយអាចតាមចាប់បានពីព្រោះអីវាសេរីតាមតែម្ដងបើទោះបីជាគោលដៅនឹងបើកលឿនក៏ដោយហើយវាមានលក្ខណៈបត់បែនខាងតាក់ទិកនឹងច្រើននៅក្នុងការប្រើប្រាស់បាទជាចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺនៅក្នុងអត្ថបទនេះបានបញ្ជាក់ថាកន្លងមកគេអត់ដឹងថាកម្ពុជាមានអាវុធនឹងទេទើបតែស្រាប់តែមានការបញ្យុទ្ធនេះគ្នានេះគឺដឹងថាកម្ពុជាមានអាវុធនឹងចាំបានន័យថាកម្ពុជាគាត់មិនអួតអាងអ្វីដែលនៅក្នុងឃ្លាំងរបស់គាត់នោះទេបាទគាត់អាចនឹងមានច្រើនលើសនឹងទៀតយ៉ាងម៉េចក៏ប៉ុន្តែក៏មិនមានការបញ្ជាក់យ៉ាងណាទេទើបតែឃើញពេលនេះបាទហើយគឺឥឡូវនេះចូលទៅដល់ការវិតម្លៃខាងភូមិសាស្ត្រវិញម្ដងគឺសំណួរដែលគេចោទសួរថាតើហេតុអ្វីបានជាប្រទេសចិនគាត់បាទដើរតួលេងជាមួយនឹងភាគីទាំងពីរនៅក្នុងចំនួននេះបាទបើតាមនេះជាគំនិតរបស់អ្នកស្រាវជ្រាវម្នាក់ទៀតគាត់ថាឈ្មោះ Almira El Faki
ជាអ្នកសរសេរឲ្យទេសនាវដ្តី Newsweek នៅក្នុងអត្ថបទមួយដែលវាតម្លៃអំពីអាវុធរបស់ចិនគឺបាននិយាយថាគឺចិនគឺខិតខំជំរុញបាទដុតបញ្ឆេះនៅភាគីទាំងសងខាងតែម្ដងបាទដោយកាន់ជើងទាំងភាគីទាំងសងខាងនៅក្នុងសង្គ្រាមប្រភេទសង្គ្រាមរវាងថៃនិងកម្ពុជានេះបើតាមការបញ្ជាក់របស់គាត់សរសេរនៅក្នុងអត្ថបទមួយដែលចុះផ្សាយនៅថ្ងៃទី16 ខែធ្នូឆ្នាំ2025ដែលបានបញ្ជាក់ថាចិនគាត់បានផ្ដល់ផ្គត់ផ្គង់រថក្រោះប្រភេទ VT4 ឲ្យទៅដល់កងទ័ពរបស់ថៃនេះបើផ្អែកទៅលើកិច្ចព្រមព្រៀងឆ្នាំ2017បាទហើយនៅថ្ងៃទី13 ខែធ្នូបើយោងតាមទស្សនាវដ្តីយោធាគឺគេមានសេចក្តីរាយការណ៍ថារថក្រោះប្រភេទនោះ VT4 ហ្នឹងត្រូវបាទប្រភេទ VT4 ដែលថៃធ្វើប្រតិបត្តិការវិលុកចូលកម្ពុជាហ្នឹងគឺមានរថក្រោះមួយត្រូវបានបាញ់ឆេះហើយគឺតាមទំនងគឺប្រើដោយអាវុធដែលប្រឆាំងនឹងរថក្រោះដែលផលិតនៅប្រទេសចិនគឺ GAM 102 LR ហ្នឹងដែលកម្ពុជាជាអ្នកប្រើបាទអញ្ចឹងគឺគេបាននិយាយថាតើហេតុអ្វីបានជាខាងចិនគាត់គ្រប់គ្រងទាំងសងខាងនៅក្នុងចំនួននេះផងដែរអញ្ចឹងបើតាមការវិតម្លៃរបស់ខាងអ្នកនិពន្ធមកគាត់យល់គាត់ថាតាមការពិតទៅគឺមានកម្លាំងដែលគេអាចមើលឃើញបានពីការប្រើប្រាស់នៃភូមិសាស្ត្រនយោបាយដែលចិនចង់ធ្វើឲ្យថៃចុះខ្សោយបាទគាត់ទៅនិយាយចឹងវិញគាត់ថាគឺនៅក្នុងភូមិសាស្ត្រនយោបាយហ្នឹងគឺថៃគឺចិនចង់ឲ្យថៃចុះខ្សោយហើយអ្នកមានប្រទេសច្រើនបាទប្រទេសច្រើនមិនត្រឹមតែចិនទេដែលចង់ឲ្យថៃចុះខ្សោយបាទមានប្រទេសផ្សេងទៀតផងដែរក្នុងចំណោមនោះគឺមានចិនមួយហើយក៏ជាសារមួយដែលបាទខាងអ្នកស្រាវជ្រាវគាត់និយាយថាគឺអ្នកស្រាវជ្រាវមួយរូបទៀតឈ្មោះ Michael Yun គាត់បាននិយាយថាគាត់បានសិក្សាស្រាវជ្រាវបន្ទាប់ពីការធ្វើការងារនៅក្នុងប្រទេសថៃហើយនឹងទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលថៃនិងយោធាថៃមកបានដឹងថាគឺថៃនេះគឺបានធ្វើឲ្យមនុស្សជាច្រើនមិនចង់ឲ្យថៃនេះគាត់ឡើងខ្លាំងពេកនោះទេហើយក៏ប៉ុន្តែគឺគាត់យល់ឃើញថាចិនក៏មានមហិច្ឆតាបាទនៅក្នុងការធ្វើជាអ្នកដើរតួដ៏សំខាន់មួយនៅក្នុងតំបន់ហើយកំពុងតែប្រើប្រាស់កម្ពុជាគឺជាច្រកមួយដ៏សំខាន់បាទឬក៏គេប្រាប់ថាជាកូនអុកមួយដ៏សំខាន់របស់ចិនផងដែរដូច្នេះអ្នកនិពន្ធក៏ថាការវឹកវរនៅក្នុងពេលនេះអ្វីដែលកើតឡើងនេះគឺធ្វើឲ្យចិនទទួលបានផលប្រយោជន៍ផងដែរដែលជាហេតុផលមួយហេតុអ្វីបានជាបាទអាវុធរបស់ចិននៅតែហូរទៅភាគីទាំងសងខាងបាទអញ្ចឹងគឺបានន័យថាលក់ឲ្យថៃក៏លក់ឲ្យកម្ពុជាក៏លក់បាទនៅក្នុងការប្រយុទ្ធគ្នាហើយអ្នកនិពន្ធគាត់ថារឿងអ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺលោក Michael Yun នោះគាត់ជឿជាក់ថាសូម្បីតែអាមេរិកក៏ចង់ឃើញថៃនឹងគាត់បែកខ្ញែកជាចម្រៀកផងដែរបាទនេះគឺបើយោងតាមការវិតម្លៃរបស់គាត់គឺមហាអំណាចគឺទាំងចិនទាំងសហរដ្ឋអាមេរិកគឺមានគោលបំណងក្នុងការហែកញែកប្រទេសថៃឲ្យបានច្រើនតាមតែអាចធ្វើទៅបានដើម្បីធ្វើយ៉ាងណាអាចនឹងធ្វើឲ្យមានលំហូរនៃពាណិជ្ជកម្មពិភពលោកហ្នឹងឡើងវិញទៅតាមអ្វីដែលពួកគេចង់បានបាទអញ្ចឹងនេះគឺជាអត្ថបទដែលខ្ញុំដកស្រង់មកជម្រាបជូនប្រិមិត្តហើយអត្ថបទនេះបានបញ្ចប់ដោយនិយាយថាទោះបីជាអ្នកណាជឿយ៉ាងណាក៏ដោយបាទជឿយ៉ាងណាក៏ដោយនៅក្នុងចំនួននោះគឺបាទអ្វីដែលសង្គ្រាមនៅថ្ងៃនេះបានកើតឡើងគឺដូចដែលសង្គ្រាមនានាផងដែរនោះគឺបាទជាការពិតណាស់វាគឺជាការមួយប្រកួតប្រជែងអំណាចរបស់ប្រទេសមហាអំណាចនៅលើពិភពលោកហើយបាទលទ្ធផលនៃការចេញពីចំនួននេះបាទគឺមានផលប៉ះពាល់ពិតប្រាកដណាស់ទៅលើពិភពលោកបាទអញ្ចឹងគឺដោយសង្ខេបមកគាត់និយាយថាអ្វីដែលកើតមានឡើងហ្នឹងគឺបានន័យថាជាគោលបំណងរបស់មហាអំណាចបាទដែលក្នុងពេលកន្លងមកគឺមានប្រិមិត្តមួយចំនួនក៏បានសួរខ្ញុំដែរថាតើមហាអំណាចមានតួនាទីយ៉ាងម៉េចដែរនៅក្នុងការលូកដៃចូលក្នុងសង្គ្រាមនេះតើភូមិសាស្ត្រនយោបាយយ៉ាងម៉េចបាទដែលខ្ញុំសម្រាប់ខ្ញុំថាបាទផលប៉ះពាល់ដែលខាងអន្តរជាតិគេចំណេញហ្នឹងគឺមិនជាច្រើនប្រមាណដែរប៉ុន្តែនេះគាត់ជាទិសដីមួយបាទទិសដីមួយការវិតម្លៃមួយរបស់អ្នកនិពន្ធម្នាក់បាទគាត់ឈ្មោះថា Brandon Weichert បាទគាត់ជាអ្នកស្រាវជ្រាវនិងជានិពន្ធជាន់ខ្ពស់ស្ដីអំពីបញ្ហាសន្តិសុខជាតិនៅក្នុងទស្សនវិស័យ The National Interest បាទអញ្ចឹងនេះគឺជាចំណុចដែលខ្ញុំចង់ក្រងជូនប្រិយមិត្តទាំងអស់គ្នាហើយសង្ឃឹមថាប្រិយមិត្តអាចនឹងស្ដាប់បានហើយយកទៅពិចារណាណាដោយដែលខ្ញុំបាននិយាយទៀតគឺមិនមែនន័យថាអ្វីដែលអ្នកទាំងអស់នោះនិយាយអ្នកទាំងអស់នោះនិយាយគឺជារឿងមួយដែលបាទពិត
ពិត100%ទេណាគាត់ជាទស្សនៈមួយផ្អែកទៅលើអ្វីដែលពួកគាត់ទទួលបានឥឡូវនេះចូលដល់ចុងក្រោយបាទចុងក្រោយឃើញអ្នកទស្សនៈមួយទៀតហើយទស្សនៈមួយទៀតគឺរបស់លោកឆាំងយុវិញម្ដងបាទលោកឆាំងយុលោកក៏បានបញ្ជាក់ផងដែរបាទខ្ញុំបានចែករំលែកទៅតាមបណ្ដាញសង្គមឲ្យប្រិយមិត្តបានដឹងហើយនេះគឺជាអ្វីដែលលោកឆាំងយុបាននិយាយពាក់ព័ន្ធជាមួយនឹងការវិតម្លៃរបស់លោកទៅលើសកម្មភាពយោធារបស់ថៃនៅក្នុងប្រទេសកម្ពុជាបាទបើតាមការវិតម្លៃរបស់លោកឆាំងយុលោកមើលឃើញថាអ្វីដែលយោធាថៃធ្វើនៅក្នុងប្រទេសកម្ពុជាគឺការវាយប្រហារនិងចាប់យកទឹកដីរបស់កម្ពុជាហ្នឹងគឺបាទវាជាការមួយដែលបង្ហាញថាគោលបំណងរបស់ថៃហ្នឹងគឺអត់មានចង់បានសន្តិភាពឬក៏សន្តិសុខអ្វីទេគឺជារឿងមួយដែលចង់ត្រួតត្រាទៅលើទឹកដីរបស់ប្រទេសកម្ពុជានេះគឺជាការវិតម្លៃរបស់លោកឆាំងយុហើយគឺវាមិនមែនជារឿងមួយដែលបាទមានសុវត្ថិភាពនិងសុខសន្តិភាពសម្រាប់សន្តិសុខសម្រាប់ប្រជាពលរដ្ឋថៃនោះទេបាទគឺជាលេសប៉ុណ្ណោះឯងតាមលោកឆាំងយុថាអ្វីដែលថៃលើកឡើងមកថាធ្វើនេះដើម្បីសុវត្ថិភាពនិងសន្តិសុខរបស់ប្រជាពលរដ្ឋថៃហ្នឹងបាទវាមិនមែនទេបាទមិនមែនទេវាគឺជាសង្គ្រាមមួយដែលធ្វើឡើងដើម្បីក្តោបយកទឹកដីដែលមិនស្របតាមច្បាប់អន្តរជាតិនិងអ្វីដែលតុលាការអន្តរជាតិបានសម្រេចគឺបានទទួលស្គាល់អ្វីទៅដែលជាអធិបតេយ្យភាពរបស់កម្ពុជានឹងរួចហើយបាទថៃគឺគាត់រំលោភក្នុងហើយដោយសារតែខាងយោធាថៃឥឡូវនេះគឺចង់បានសម្រេចនៅគោលបំណងបែបនេះក្នុងការប្រើប្រាស់យោធាដើម្បីសម្រេចបំណងគោលនយោបាយរបស់ខ្លួនហើយវាជាផ្នែកមួយនៃគោលនយោបាយការបរទេសរបស់ខាងថៃទៀតនោះគឺហើយនឹងដោយសារតែហេតុផលថាយោធាថៃនេះគឺកំពុងតែធ្វើឲ្យសម្រេចគោលបំណងបែបនេះតាមរយៈការប្រើប្រាស់អាវុធដែលបាទលក់ឲ្យឬក៏ផ្ដល់ឲ្យដោយសហរដ្ឋអាមេរិកនោះគឺជារឿងប៉ុណ្ណាដែលមានកិច្ចការច្រើនដែលសហរដ្ឋអាមេរិកអាចធ្វើដើម្បីដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់នៅសង្គ្រាមមិនស្របច្បាប់នេះបាទលោកចង់យកប្រតិថាសង្គ្រាមមិនស្របច្បាប់នេះហើយលោកបានចាត់ទុកថាជាប្រទេសមួយដ៏ខ្លាំងបំផុតនៅក្នុងពិភពលោកគឺមានតែសហរដ្ឋអាមេរិកទេដែលអាចបញ្ឈប់ការឈ្លានពានរបស់ថៃនេះបានហើយកម្ពុជាជឿជាក់បាទហើយនឹងគឺមានន័យថាការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ដែលមានលក្ខណៈសម្រេចចិត្តយ៉ាងជាក់លាក់ច្បាស់លាស់ខ្លាំងក្លានិងជាប់ជាប្រចាំនោះគឺអាចនឹងធ្វើបានដើម្បីធ្វើយ៉ាងណាឲ្យចំនួននេះបញ្ឈប់បានកុំឲ្យវារីករាលដាលទៅជាសង្គ្រាមពេញលេញនោះបាទឬបានសង្គ្រាមពេញនេះឬក៏សង្គ្រាមទាំងមូលទាំងស្រុងតែម្ដងបាទកាត់បន្ថយវាទប់ស្កាត់វាឲ្យបានជាមុនបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ការចែករំលែករបស់ខ្ញុំនេះបាទអញ្ចឹងខ្ញុំសូមអធិស្ឋានមិនអាចឆ្លើយនឹងសំណួររបស់ប្រិយមិត្តបានទេអញ្ចឹងយើងនឹងជួបគ្នានៅក្នុងកម្មវិធីលើកក្រោយទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលា